បាទសួស្តីបងប្អូនអរគ្នាចឹងនៅក្នុងដៃខ្ញុំនេះគឺជា iPhone 7 Plus ដែលមានការបែកអេក្រង់ចឹងភ្ញៀវបានយកមកឲ្យខាងបងប្អូនប៉ះប្ដូរទៅជាអេក្រង់ថ្មីចឹងកុំឲ្យខាតពេលយើងធ្វើការដោះខ្ចប់គូចំនួន2គ្រាប់ចេញហើយបន្ទាប់មកយើងឆ្កាស់យកអេក្រង់ចាស់ចេញដើម្បីផ្លាស់ប្ដូរអេក្រង់ថ្មីហើយចំពោះការផ្លាស់ប្ដូរអេក្រង់នេះគឺវាមិនជាពិបាកឯណាទេយើងចាប់ផ្ដើមដោះខ្ចោយចេញពី3គ្រាប់ណាអូខេចឹងបន្ទាប់ពីយើងដោះខ្ចោយយើងចាប់ផ្ដើមដោះស្នាប់កាមេរ៉ាស្នាប់ថ្មហើយនិងស្នាប់អេក្រង់ចេញអូខេចឹងតួយើងទុកទៅម្លាយសិនហើយបន្ទាប់មកយើងចាប់ផ្ដើមដោះខ្ចោហូមដើម្បីធ្វើការដោះហូមចេញហើយខាងលើនេះគឺជាកាមេរ៉ាមុខដែលវាមានខ្ចៅ5គ្រាប់ជាងដោះខ្ចៅចេញហើយយើងចាប់ផ្ដើមដោះកាមេរ៉ាចេញដើម្បីលើកទៅដាក់ជាមួយនឹងត្រង់ថ្មីហើយចំពោះការដោះកាមេរ៉ាមកក៏យើងត្រូវប្រុងប្រយ័ត្នព្រោះឯយើងអាចទាញមកវាអាចដាច់ខ្សែបាទនេះគឺជាត្រង់ថ្មីរបស់យើងដែលត្រូវធ្វើការផ្លាស់ប្ដូរទៅលើតួចាស់ដែលបែកអេក្រង់អំបញ្ញមិញចែកក្រោយនេះក៏មានតម្លៃធូរសមរម្យទេបងប្អូនត្រូវការផ្លាស់ប្ដូរក្រោយអាចទាក់ទងមកខាងបងប្អូនបានអូខេចឹងបន្ទាប់ពីយើងបើកប្រអប់ហើយយើងធ្វើការហែកថង់អេក្រង់ដើម្បីយកអេក្រង់ចេញចែកក្រង់នេះវានៅថ្មីស្អាតទេចឹងកុំឲ្យខាតពេលយូរយើងធ្វើការយកហូមយកមកភ្ជាប់ជាមួយនឹងស្នាប់ខ្សែហូមហើយចំពោះការដាក់ហូមយើងត្រូវការប្រុងប្រយ័ត្នព្រោះឯវាអាចដាច់ខ្សែចឹងបន្ទាប់មកយើងយកបានមីក្រូពីលើហូមហ្នឹងហើយយើងចាប់ខ្ចៅ2 3ដងហើយនេះគឺជាកាមេរ៉ាមុខចឹងមុននឹងយើងដាក់យើងត្រូវយកស្កុត OCD យកមកផ្ដិតវាដើម្បីឲ្យកាមេរ៉ាយើងស្អាតថ្លានិងថតទៅវាមានភាពច្បាស់ល្អជាងតែយើងមិនបានសម្អាតព្រោះកាមេរ៉ាវាមានធូលីដែលជាប់នៅខាងមុខឡែនវាចឹងយើងចាប់ផ្ដើមដាក់ជាមួយនឹងកណ្ដឹងខាងលើហើយយើងចាប់ខ្ចៅចូលចំពោះផ្លាស់ប្ដូរក្រង់គឺវាមិនមានភាពស្មុគស្មាញទេគ្រាន់តែយើងដោះចេញហើយយើងលើកក្រង់ថ្មីដាក់ចូលគឺរួចរាល់ចឹងយើងធ្វើការចាប់ផ្ដើមគប់ស្នាប់ក្រង់និងស្នាប់កាមេរ៉ាមកចូលតែវិជ្ជាយើងត្រូវដោះថ្មចេញសិនឧបករណ៍ដែលយើងគប់ពីក្រង់ចូលដោយមិនបានដោះថ្មវាអាចធ្វើឲ្យក្រង់ឆ្នូតឬក៏វាអត់ចេញចឹងយើងជៀសវាងការខូចក្រង់យើងត្រូវការដោះថ្មចេញសិនចឹងយើងចាប់ផ្ដើមចាប់ខ្ចៅហើយនឹងបាំងចូលទៅអូខេចឹងបន្ទាប់មកយើងចាប់ផ្ដើមមើលក្រង់ចូលហើយចំពោះតួនេះគឺយើងអត់បានសម្អាតទេដោយសារតែខ្ញុំគាត់បញ្ញាប់យើងទៅផ្ទះចឹងយើងធ្វើការតាមបញ្ញាប់អូខេចឹងបន្ទាប់ពីយើងគប់ពីក្រង់ចូលហើយយើងចាប់ផ្ដើមបើកម៉ាស៊ីនដើម្បីធ្វើការតែក្រង់ចឹងមើលទៅគឺថាអេក្រង់នេះគឺវាចេញហើយតែបើដល់មកលុយសុទ្ធបាទចឹងបន្ទាប់មកយើងធ្វើការយកឡាមកដើម្បីកាត់តែមចេញហើយយើងបកថង់អេក្រង់នេះចេញបាទក្រោយនេះវាថាវាដំណើរការធម្មតាទេប៉ុន្តែជាថាភ្ញៀវក៏បានប្រាប់លេខកូដចឹងយើងអាចតែក្រោមបានទេយើងបានត្រឹមតែតែថាច់ហើយនឹងចុច password ថាវាថាឬក៏អត់តែប៉ុណ្ណឹងចឹងបន្ទាប់មកយើងចាប់ផ្ដើមមកចោលគូចូលវិញហើយសម្រាប់បងប្អូនដែលធ្វើការផ្លាស់ប្ដូរក្រោមនៅខាងយើងគឺ
ខាងយើងមើល free screen ចំនួនមួយស្លាបទៅវិញដើម្បីការពារក្រងពីការធ្លាក់បាយឬការឆ្កូតដោយប្រការណាមួយយើងចាប់ផ្ដើមបាញ់ spray ហើយយើងយកណាត់ជូតស្អាតវាហើយនេះគឺជា screen ដែលយើងត្រូវបិទទៅលើអេក្រង់អញ្ចឹងចំពោះការបិទ screen នេះគឺយើងត្រូវធ្វើការជូតស្បាតអេក្រង់ឲ្យស្អាតជាមុនសិនអញ្ចឹងដើម្បីឲ្យការបិទ screen របស់យើងមើលទៅវាស្អាតនិងអត់មានតិចធ្លាយដែលចូលក្នុងហ្នឹងចឹងកន្លែងណាដែលមានខ្យល់ចូលយើងធ្វើការបង្ហើបតាមកេងហើយយើងជូតវាតាមបណ្ដោយហ្នឹងដើម្បីឲ្យខ្យល់វាចេញអស់ចឹងមើលទៅសាច់អេក្រង់របស់យើងនិង screen គឺវាខាំជួបគ្នាបានល្អចឹងមើលទៅវាអត់មានសល់ស្នាមឬក៏ធូលីនៅក្នុងហ្នឹងទេចឹងរួចរាល់តែប៉ុណ្្នឹងគឺយើងស៊ីឲ្យភ្ញៀវបាន